ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះជុំសុភ័ក្ររស់នៅក្នុងភូមិពាំងទូកឃុំជប់តត្រាវស្រុកអង្គរធំខេត្តសៀមរាបហើយក៏ជាកសិករមួយរូបដែលបានធ្វើដំណាំចន្ទទីដែលមានទំហំផ្ទៃដី150ហិកតាកាលពីមុនខ្ញុំដាំដំណាំចន្ទទីនឹងខ្ញុំបានប្រើប្រាស់កម្លាំងច្រើនទៅលើពលកម្មជាក់ស្ដែងយើងពាក់ព័ន្ធនឹងបាញ់ថ្នាំមិនថាថ្នាំស្មៅឬក៏សត្វល្អិតឬក៏ថ្នាំពោអីទេយើងពេលដែលយើងបាញ់ដៃវាមានការចំណាយច្រើនពាក់ព័ន្ធនឹងការចំណាយនឹងគឺថាយើងបាញ់ដៃយើងចំណាយទៅលើទី1គឺបុគ្គលិករបស់យើងត្រូវការចំណាយច្រើនទី2ទៅលើនិយាយចំគ្រប់សពការចំណាយទៅលើការបាញ់ដៃនឹងដូចជាការបាញ់ដៃចំណាយមនុស្សច្រើនប្រេងសាំងក៏ច្រើនពេលវេលាក៏ច្រើនឧទាហរណ៍ជាស្ដែងសម្រាប់ថ្ងៃនេះយើងថាបើយើងបាញ់ទឹក1000លីត្រទៅលើការបាញ់ដៃយើងត្រូវចំណាយមនុស្ស3នាក់ហ្នឹងហើយយើងត្រូវចំណាយមនុស្ស3នាក់ប្រេងសាំងអាត្រាក់មកចប់ដែលយើងបានផ្ទៃដីតែ3អតាកន្លះទេក្នុងទឹក1000លីត្រហ្នឹងទន្ទឹមនឹងដែរការដែលយើងបាញ់ដៃហ្នឹងយើងទទួលបានផលវាឃើញថាខុសគ្នាវាមិនទទួលបានជោគជ័យដូចអ្វីដែលយើងកំពុងតែធ្វើបច្ចុប្បន្នទេជាក់ស្ដែងមួយហាត់យើងទទួលបានត្រឹមតែ7ទៅ800គីឡូទេវាអត់អាចឈានទៅដល់1តោនទេប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នយើងអាចធ្វើបានលើស1តោនក្នុងមួយហាត់ក្រោយមកទៀតខ្ញុំក៏បានស្គាល់ DGI តាមរយៈក្រុមហ៊ុន DCA អញ្ចឹងក្រុមការងាររបស់គាត់ក៏បានតាមរយៈផ្នែកលក់ឲ្យខ្ញុំក៏បានពិភាក្សាឬក៏ពិភាក្សាជាមួយគាត់ទៅខ្ញុំក៏បានទិញដ្រូនមួយដើម្បីយកមកប្រើប្រាស់បច្ចុប្បន្នហ្នឹងអញ្ចឹងបន្ទាប់ពីខ្ញុំបានប្រើ drone T50 ហ្នឹងអស់រយៈពេលមកដល់ថ្ងៃនេះវា2ឆ្នាំអញ្ចឹងឃើញថាខ្ញុំប្រើទៅវាទទួលបានទិន្នផលហើយនៅផលប្រយោជន៍របស់វាហ្នឹងក៏ច្រើនឧទាហរណ៍ថាពាក់ព័ន្ធនឹងការចំណាយ drone ហើយនឹងបាញ់ដៃហ្នឹងវាខុសគ្នាទី1ពីមុនយើងបាញ់ដៃវាធ្វើការចំណាយគុណនឹង2ប៉ុន្តែសម្រាប់ទិន្នផលវាមិនលើគ្នាទេវាគ្រាន់តែថាការបាញ់ដៃវាចំណាយកម្លាំងច្រើនហើយនឹងពេលវេលាច្រើនហើយវាអត់ទាន់សភាពការប៉ុន្តែបើចំពោះយើងប្រើប្រាស់ drone យើងទាន់សភាពការយើងចង់ឡើងម៉ោងណាបានម៉ោងហ្នឹងហើយបានស្របពេលដែលយើងចង់បានទៀតអញ្ចឹង drone វាអាចវាមានប្រយោជន៍ច្រើនត្រង់ថាទី1យើងទាន់ពេលវេលាទី2ការប្រើប្រាស់ហ្នឹងបានផ្ទៃដីដូចគ្នាចំណាយថ្នាំដូចគ្នាគ្រាន់តែថាយើងចំណេញពេលវេលាហើយនឹងកម្លាំងពលកម្មពីរហ្នឹងប្រើដូចគ្នាប៉ុន្តែវាចំណាយខុសគ្នាបាច់ជាក់ស្ដែងយើងកំពុងតែរៀបចំបាញ់យើងត្រូវប្រើមនុស្ស5ទៅ6នាក់ដើម្បីធ្វើការរៀបចំបាញ់ដៃហ្នឹងមួយទៅដាក់ទឹកហើយត្រូវរៀបចំទៅយកវែងឆ្ងាយប៉ុន្តែបើចំពោះដ្រូនយកទៅទឹកមួយស្តេនមកដ្រូនមួយលាយថ្នាំទៅឡើងចាស់ដេកទៅអានឹងវាចេះដល់ខ្លួនវាទៅឡើងយើងសេតរួចអស់ហើយអញ្ចឹងផលគុណប្រយោជន៍របស់វាគឺអញ្ចឹងបើសម្រាប់ផលវិញយើងប្រើប្រាស់ដ្រូនពីមុនយើងអត់បានប្រើដ្រូនទេយើងប្រើដៃបាន7-800ប៉ុន្តែក៏ជួនយើងបានដ្រូនមួយទៀតឡើងរហូតដល់1600គីឡូអញ្ចឹងបានន័យថាបន្ទាប់ពីយើងបន្ថែមគ្រឿងកសិកម្មដ្រូនមួយទៀតយើងកើនរហូតដល់ 50% អានឹងគុណសម្បត្តិរបស់វាគឺខ្ញុំឃើញកន្លែងហ្នឹងបានល្អខ្ញុំទទួលយកចឹងការសម្រេចចិត្តរបស់ខ្ញុំមិនស្ទាក់ស្ទើរអត់ខុសទេជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់ក្រុមហ៊ុន DCA ដែលបានផ្ដល់សេវាកម្មក៏ដូចជាព្រឹត្តិការណ៍ផ្ដល់យោបល់ហើយក៏លក់ដ្រូនឲ្យដើម្បីធ្វើការប្រើប្រាស់នៅក្នុងចំការរបស់ខ្ញុំនឹងគឺថាខ្ញុំអរគុណច្រើនហើយមិនត្រឹមតែប៉ុណ្្នឹងទេក្រុមហ៊ុន DCA បងប្អូនសម្រាប់ការក្រោយការលក់ឲ្យយើងហើយក៏មានសេវាកម្មរបស់គេនឹងឃើញថាទាន់ចិត្តមិនធ្វើឲ្យយើងមានអារម្មណ៍ថាទើសចិត្តទេយឺឬក៏រអាក់រអួលទេខូចអ្វីមួយទេប្រាប់គឺជូនដំណឹងភ្លាមមានម៉ោងមានវេលាកំណត់ត្រឹមត្រូវហើយផងដែរខ្ញុំក៏សូមបញ្ជាក់ផងដែរថាប្រជាកសិករកុំមានការភ័យភ័យទៅលើការបាញ់ដ្រូនថាខ្លាចលោបាញ់ទៅវាមិនល្អអីមិនល្អធៀបពិតវាមិនមែនអញ្ចឹងទេការប្រើប្រាស់ដ្រូនហើយនឹងបាញ់ដៃនឹងតាមពិតទៅថ្នាំយើងប្រើបរិមាណដូចគ្នាប៉ុន្តែយើងប្រើបរិមាណដូចគ្នាយើងក៏បានផ្ទៃដីដូចគ្នាដែរគឺតែវាចំណេញពេលវេលាអញ្ចឹងប្រាប់បងប្អូនថាខ្លះចេះតែយល់ច្រឡំថាបាញ់វាមិនសពអីវាមិនអីវាមិនដែរផ្សែងធ្លាក់ហើយវាឡើងទៅលើទេអញ្ចឹងតែបាញ់ហុយបានមកពីលើវាល្អហើយអញ្ចឹងដ្រូនវាអាចហោះមកពីលើបានគឺថាកុំភ័យដ្រូនវាវាយថ្នាំបានសពជាងបងប្អូនសូមបញ្ជាក់កន្លែងហ្នឹង
ជាក់ស្ដែងសប្តាហ៍នេះខ្ញុំក៏បានធ្វើចំការហ្នឹងក៏បានជោគជ័យអញ្ចឹងបើសិនជាបងប្អូនចង់មកមើលថាការប្រើប្រាស់ដ្រូននឹងវាមានបញ្ហាអត់ទៅលើដំណាំអីបងប្អូនអាចអញ្ជើញមកមើលបានចំការរបស់ខ្ញុំ150ហិកតាដែលមានទីតាំងនៅភូមិពាំងទុកឃុំជប់តត្រាវស្រុកអង្គរធំខេត្តសៀមរាបបាទសូមអរគុណក៏សូមគោរពលាបាទសូមអរគុណ